ធ្វើខ្ទឹមជ្រក់ជាដំបូងគឺយើងត្រូវបកខ្ទឹមឲ្យបានចំនួនដែលយើងត្រូវការធ្វើជ្រក់មកចំពោះយើងធ្វើសាកល្បងមួយកែវនេះបាទអញ្ចឹងយើងបកចំនួនតែត្រឹមអាចដាក់មួយកែវហ្នឹងទៅគឺបានយើងលាងខ្ទឹមឲ្យស្អាតហើយបន្តមកទៀតយើងដាក់សម្ងួតវាទៅក្នុងកញ្ច្រែងមួយនោះយើងដាក់សម្ងួតវានៅក្នុងកញ្ច្រែងបន្តមកគឺយើងត្រូវស្ងោរសម្លាប់មេរោគនៅក្នុងកែវដែលយើងគ្រោងដាក់វានេះបាទគឺយើងស្ងោរទុកវាប្រហែលជាក្នុងរហូតដល់ពុះប្រហែលជា5នាទីអីទៅទុកវារហូតដល់ពុះយូរតិចទៅយើងវាងាប់មេរោគអស់ហើយយើងចាប់វាយកមកដាក់ទុកដាក់ផ្កាប់វាដើម្បីអស់ទឹកទឹកខ្ទឹមជ្រក់គឺមានខ្ទឹមទឹកក្រូចឆ្មាទឹកខ្មេះទឹកស៊ីអ៊ីវទឹកខ្មុំស្លឹកក្រូចសើចផ្កាជពូឬក៏ផ្កាជពូក្រហមពោចកាក់ឬក៏ផ្កាច័ន្ទនេះម្រេចអំបិលហើយនឹងកែវសម្រាប់ដាក់តែម្ដងឆ្មាចូលទៅក្នុងទឹកហ្នឹងគឺយើងធ្វើប្រមាណជា2/3នៃកែវដែលយើងដាក់ទៅបាទក្រូចឆ្មាគឺយើងដាក់ប្រមាណជា2ផ្លែដាក់ចិត្តអស់មកគឺយើងដាក់ទឹកខ្មេះចូលខ្មេះបាទទឹកខ្មេះប្រហែលជា1/3គឺបន្តមកគឺយើងដាក់ទឹកស៊ីអ៊ីវប្រហែលជា1/4មុំប្រហែលជា1/4ដែរបាទទឹកមុំគឺប្រហែលជា1/4ទៀតគឺយើងដាក់ស្លឹកក្រូចសើចទៅក្រូចសើចដើម្បីយកក្លិនទៅទៀតគឺយើងដាក់ក្របក្រហមឬក៏ក្របជពូបន្តមកទៀតគឺយើងដាក់ផ្កាច័ន្ទឬក៏ពោចកាក់បន្តមកទៀតគឺយើងដាក់ម្រេចបន្តមកទៀតគឺយើងដាក់អំបិលបន្តមកទៀតគឺយើងដាក់អំបិលប្រហែលមកថាព្រាបពេញមកយើងស្មានមកអ្នកហូបប្រៃកុំហូបប្រៃពេកអ្នកហូបប្រៃដាក់ច្រើននេះទៅអ្នកហូបល្មមយើងត្រឹមមកថាព្រាយ៉ាងទៅហើយយើងកូរវាហើយទុកវាឲ្យពុះរហូតដល់ទឹកខ្មុំឬក៏គ្រឿងក្រូវទាំងអស់ហ្នឹងរលាយចូលគ្នាយើងដាក់ម្ទេសលីងឬក៏ម្ទេសក្រៀមមួយផងដែរធ្វើខ្ទឹមជ្រក់របស់យើងនេះគឺយើងទុកគ្រឿងក្រូវដែលយើងលេងមិញនេះរហូតដល់ត្រជាក់ឆ្ងាញ់ឬក៏មិនឆ្ងាញ់វាអាស្រ័យលើគ្រឿងនិងបរិមាណគ្រឿងដែលត្រូវលាយចំពោះបងប្អូនដែលមិនចូលចិត្តក្លិនឈ្ងុយនៃការីខ្លាំងពេកយើងអាចបន្ថយអាក្របពូជកាក់ពណ៌ក្រហមនេះហើយនឹងផ្កាច័ន្ទឬក៏ផ្កាយនេះឲ្យទៅជាចំនួនតិចឬក៏មិនបាច់ដាក់ក៏បានដែរហើយចំពោះម្រេចវិញប្រសិនបើយើងអាចរកបានក្របម្រេចទាំងមូលហើយយើងអាចដាក់ចំនួនអាម្រេចដែលយើងកិនពីព្រោះថាបើយើងទុកវាកាន់តែយូរធ្វើឲ្យក្លិនម្រេចធម្មជាតិចេញមកកាន់តែឈ្ងុយហើយធ្វើឲ្យគ្រឿងរបស់យើងម្ហូបរបស់យើងនេះគឺកាន់តែឆ្ងាញ់ផងដែរបាទសូមអរគុណគឺគ្រឿងក្រូវដែលយើងលាយកន្លងមកនេះគឺត្រជាក់ស្រាប់ហើយអត់មានក្តៅអ៊ុនអីទេហើយយើងដួសវាយកមកដាក់កែវពីលើស្រោចពីលើខ្ទឹមនៅក្នុងកែវនេះបាទយើងដាក់រហូតដល់ពេញហើយដាក់រហូតវាទៅដល់ពេញបាទគឺយើងដាក់វារហូតដល់ពេញហើយយើងប្រទេសនោះគឺយើងដាក់វាមកពេញហើយយើងគ្របវាទុកចោល5ថ្ងៃទៅហើយចាំយកដាក់ក្លាសេទុកយើងមួលវាឲ្យចិត្តទៅហើយយកទុក5ថ្ងៃទៅអាចញ៉ាំបានហើយយើងអាចដាក់ក្នុងទូទឹកកកប្រើប្រាស់ជាប្រចាំដែរ